Bà sửa đấy ngày nay nhâm miên làm hạt muối ba cái thả on cả thiệt muối miên mà 1 kg បានទម្លាក់ពីកម្ពស់ហាស់ស្មើ40 cm ទៅលើបន្ទះក្តារណាដែលចុងមកខាងទៀតបាទនេះចឹងគេថាគេទម្លាក់ទៅលើរសណារសហ្នឹងចុងមកខាងវាភ្ជាប់ទៅនឹងបន្ទះក្តារហើយចុងមកខាងទៀតវាភ្ជាប់ទៅនឹងអីគេបាទទៅនឹងបាទខាងក្រោមនេះណាបាទខាងក្រោមនេះបាទខាងក្រោមនេះចឹងនៅពេលរសយើងបង្រួមបាន10 cm ណាគេឲ្យយើងកំណត់ថេកម្រាញ់របស់រសអានេះជាវិធីសាស្ត្រមួយបាទនៅក្នុងលំហាត់នេះណាជាវិធីសាស្ត្រមួយដើម្បីគណនារកថេកម្រាញ់របស់រសចឹងការរកថេកម្រាញ់របស់រសយើងមានវិធីសាស្ត្រច្រើនឧទាហរណ៍ថាយើងចង់ដុំម៉ាស់ណាធ្ពក់ដុំម៉ាស់ហើយយើងដល់យើងវាស់មើលតើយើងថ្លឹងមើលតើម៉ាស់ហ្នឹងមានប្រមាណគីឡូហើយយើងរកទម្ងន់របស់វាមកហើយយើងចាប់ដើមវាស់បាទវាស់សាច់លូតបាទអាហ្នឹងគឺវិធីសាស្ត្រមួយដែលយើងរកថេកម្រាញ់ហើយនេះជាវិធីសាស្ត្រមួយផ្សេងមួយទៀតអញ្ចឹងណាបាទអញ្ចឹងការសិក្សាបែបនេះបើក្នុងករណីប្រព័ន្ធអត់ទាន់មានចលនាយើងឃើញថាដុំម៉ាស់ហ្នឹងវានៅកម្ពស់ហាស់ពីលើក្តារប្រទេសនេះណាបាទដល់ពេលអាហ្នឹងនៅខណៈដើមណាប៉ុន្តែបើសិនជាយើងជ្រើសរើសបាទយើងយកនីវ៉ូយោងបាទខ្ញុំយកនីវ៉ូយោងនៅត្រង់ចំណុចនេះបាទនៅត្រង់ចំណុចនេះមានន័យថាយើងគិតទៅត្រង់ចិត្តវិញណាបាទនីវ៉ូយោងណាខ្ញុំយកលេខនេះស្មើ0បាទលេខនេះស្មើ0ណាអញ្ចឹងដល់ពេលនៅខណៈបន្ទាប់មកឧទាហរណ៍ថាអានេះក្តារនេះវានេះវាមកខំខ្ញុំណាបាទតែក្តារនឹងមកខំហើយរសយើងនេះវា compress ណាវាបង្រួមមកប៉ុណ្ណេះខ្ញុំថាចម្ងាយដែលវាបង្រួមពីនេះមកហ្នឹងខ្ញុំថាបាន x ណាបាន x ប្រវែង x ណាយើងគូពីនេះមកបាន x បាទ x ណាបាទឥឡូវយើងមើលតាមច្បាប់រក្សាថាមពលតាមច្បាប់រក្សាថាមពលមេកានិកណាចឹងនៅខណៈដើមខ្ញុំថាថាមពលមេកានិកដើមស្មើថាមពលមេកានិកស្រេចថាមពលមេកានិកដើមតាមពិតទៅបើយើងអានេះវាមាននីវ៉ូណាវានៅកម្ពស់ណាមួយប៉ុន្តែបើលើកខ្ញុំយកនីវ៉ូយោងត្រង់ចំណុចហ្នឹងហ្មងអញ្ចឹងថាមពលមេកានិកដើមនេះគឺអត់មានទេថាមពលមេកានិកដើមមក0ណាចុះថាមពលមេកានិកស្រេចថាមពលមេកានិកស្រេចថាមពលមេកានិកស្រេចអញ្ចឹងយើងទិសដៅមកក្រោមយើងគិតថាអវិជ្ជមានហើយបាទអញ្ចឹងបើវាធ្លាក់ពីនេះម្ដងនេះវាបានកម្ពស់ហាស់អញ្ចឹងវាបន្ថែមបានអីទៀតអញ្ចឹងយើងបានដក m z ហាស់បូក x អញ្ចឹងណាបាទបូក x នេះថាមពលបូក shell ហើយថាមពលបូក shell យឺតបាត់សស1 លើ 2 ការ x ការ៉េអានេះដក x ណាដក x ដូចជាការ៉េអញ្ចឹងបាទអញ្ចឹងES របស់យើងវាស្មើអីស្មើដល់ mc ហាស់បូក x ណាហើយ1 លើ 2 ការ x ការ៉េហើយអានេះដោយសារតែវាមានថាមពលវាស្មើគ្នាអញ្ចឹងដក mc ហាស់បូក x ហើយបូក1 លើ 2 ការ x ការ៉េចឹងបោះមកបានបូក mc ហាស់បូក x ស្មើ 1/2 ការ x ការ៉េឬក៏យើងនាំឲ្យការបោះនោះមកបាន2 ដង mc ហាស់បូក x លើ x ការ៉េការវាស្មើ m វា1អានេះ2 គុណ 1 សេ10ហាស់វា40 cm ដែរ 0.4 បូកអានេះវា10 cm 0.1 0.4 0.5 គិតថាវាបូកហើយ 0.4 បូក 0.1 លើបាទលើ 0.1 លើជាការ៉េអត់ទេ
លើ0.1ដូចជាការ៉េមកបាទអញ្ចឹងការរបស់យើងវាស្មើ1000ណាបាទ1000 Newton ក្នុង1 ម៉ែត្របាទហ្នឹងហើយវីដេអូយើងមានប៉ុណ្ណេះណា